ថ្ងៃនេះមកស្លមជួគ្រឿងសាច់គោទាំងអស់គ្នាបងប្អូនដាក់ខ្ទះឲ្យក្តៅទៅហើយយើងឆាគ្រឿងបងប្អូនយើងដាក់ពេលឆាយើងឆាគ្រឿងមកយើងកូរគ្រឿងឲ្យឈ្ងុយឲ្យយូរបន្តិចបងប្អូនយើងចាំដាក់ប្រហុកយើងដាក់ប្រហុកចូលហ្នឹងយើងឆាវាដែរទៅបងប្អូនយើងច្បល់វាចូលជាមួយគ្រឿងយើងឲ្យសព្វមកបងប្អូនហើយចាំយើងដាក់សាច់ចូលឈ្ងុយហើយយើងដាក់សាច់ចូលមកយើងច្បល់វាចូលគ្នាមកបងប្អូនឲ្យវាចូលជាមួយគ្រឿងហើយនឹងសាច់យើងហ្នឹងឲ្យបានសព្វមកបើយើងរៀងនេះទឹកយើងដាក់ទឹកបន្តិចក៏បានដែរបងប្អូនតោះមកយើងបង្ងាស់វាឲ្យរៀងបាត់ទឹកព្រៃនឹងបន្តិចមកចាំយើងបន្ថែមគ្រឿងបងប្អូនតាមគ្រឿងដូចជាអំបិលប៊ីចេងស្ករបន្តិចទៅបងប្អូនហើយយើងច្បល់វាចូលគ្នាទៅបងប្អូនឲ្យវាមានចូលជាតិគ្នាល្អណាបងប្អូនហើយយើងទុកក្របវាទុកទៅបងប្អូនឲ្យវាម្ងាស់វាពួកសាច់គោយើងត្រូវម្ងាស់ឲ្យផុយបន្តិចបងប្អូនតបមកយើងបើកមើលមករៀងនេះរៀងអត់ទឹកយើងថែមទឹកតិចទៀតព្រោះឲ្យយើងចង់ម្ងាស់វារៀងជូរបន្តិចបងប្អូនហើយយើងក្របវាទៀតទៅតបមកហើយយើងបើកវាមកឃើញទំនងហើយបងប្អូនយើងចាក់ក្រងចូលបងប្អូនក្រងយើងនឹងមុនដំបូងចាក់ម្ដងខ្លះហើយបងប្អូនតែវាបន្តិចថែមក្រងទៀតតបមកយើងដាក់បន្លែចូលបងប្អូនយើងដាក់បន្លែចូលមកតកួនយើងនឹងដាក់ហើយយើងច្បល់ចូលមកបងប្អូនច្បល់ចូលហើយមើលអីរៀងនេះហើយយើងថែមទឹកវាមើលទៅដាក់មួយលិចវាបងប្អូនមើលទៅដូចមិនទាន់នេះទេយើងថែមទឹកទៀតមើលទៅរៀងមួយម៉ោងហើយប៉ែកបានហើយបងប្អូនច្រឡំជួយគ្រឿងយើងប៉ែកម៉ោងហើយយើងក្របវាទុកបងប្អូនក្របវាទុកបាយមកពុះពីពុះអីបានហើយបងប្អូនមើលទៅតំណងបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនឆ្ងាញ់ហើយតែប៉ុណ្នេះនោះ